បាទអនុញ្ញាតគ្រប់នឹងជំរាបសួរទៅដល់មិត្តអ្នកសិក្សាភាសាអង់គ្លេសទាំងអស់បាទថ្ងៃនេះដែរខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាទាក់ទងទៅនឹងតួអក្សរផ្សំបាទនៅក្នុងភាសាអង់គ្លេសមានន័យថាសំឡេងពីរផ្សំជាមួយគ្នាវាចេញជាសំឡេងមួយផ្សេងទៀតណាបាទដូចជាពាក្យទាំងអស់នេះដែលមកខ្ញុំបានស្រង់មកបង្ហាញជូននេះណាបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរទៅតាមដានជាមួយខ្ញុំបាទដូចតទៅពាក្យទី1គឺសំឡេងនឹងពលៈណាបាទ B B L អញ្ចឹងជាសំឡេងពលៈបាទពលៈដូចជាពាក្យនេះពលៈ blue ពលៈ black ពលៈ block ពលៈ blanket ពាក្យនេះពាក្យពីរម៉ាត់ណាបាទនេះជានិមសញ្ញាសំឡេងបើសិនជាអ្នកគ្នាចង់យល់ច្បាស់បន្ថែមអ្នកនរគ្នាចូលទៅក្នុងវីដេអូហ្នឹងទៅចូលភាគ1រហូតដល់ភាគ4ណាអ្នកនរគ្នានឹងទទួលបានភាពប្រសើរឡើងហើយតែទៅនឹងនិមិត្តសញ្ញាសំឡេងបាទដូចជាពាក្យនេះ braid brown broom breed គេនេះគឺផ្ដើមដោយចេញសំឡេងប្រទាំងអស់ណា br braid យើងប្រែនំប៉័ង brown ពណ៌ត្នោត broom អំបោះ breed ខ្ញុំប្រែទៅស្ពានណាបាទ cl គឺសំឡេងក្លឹកណាបាទ clock cloud clean គេនេះគឺក្លឹកបាទគឺសំឡេងផ្ដើមដោយក្លឹក clock នេះគឺម៉ោង cloud នេះពពក clean នេះសម្អាតឬក៏ស្អាតណាបាទ crack cr ក្រឹកណានៅជាពាក្យ grape ក្តាម cry យំ cross សញ្ញាខ្វែងដាក់កាត់អីហ្នឹងណាបាទ cross ទីពាក្យនេះ ground យើងប្រែថាបង្កត់ណាគឺចេញជាសំឡេងក្រឹកទៅទាំងអស់ណាបាទ cr ចំណែក dr គឺសំឡេងត្រឹកបាទ d អរគឺត្រឹកត្រឹកត្រាំត្រឹក dress ត្រឹក draw ត្រឹក dream យើងមើលនេះបាទត្រឹកត្រាំត្រាំស្គាល់ត្រឹក dress dress ស្លៀកពាក់ឬក៏រ៉ូបត្រឹកត្រគូត្រឹក dream ក្តីស្រមៃក្តីសម័យសុបិនយល់សពហ្នឹងណាបាទ fl flake flower floor fly ឃើញទេ flake នេះទង់ជាតិ flower នេះផ្កា floor នេះកម្រាលជាន់កម្រាលឬក៏ជាន់ទី1ជាន់ទី2ហ្នឹងណា first floor second floor third floor ហ្នឹងណាបាទ fly យើងប្រែថាហោះហើរឬក៏ជាសត្វរុយណាបាទ fr គឺ frog frog នេះគឺថាសត្វក្តាម fruit fruit នេះប្រែថាផ្លែឈើ friend មិត្តភក្តិ fry នេះបកប្រែថាចៀនណាបាទ friend មិត្តភក្តិ fruit ផ្លែឈើ frog កង្កែបក្លឹកបាទជីកលក្លឹកក្លូក្លឹក glass ក្លឹក glove ក្លឹក globe បាទយើងមើល glue យើងប្រែថាកែវ glass យើងប្រែថាកែវដាក់ទឹកផឹកអានេះកែវបិទណាបាទ glove យើងប្រែស្រោមដៃ glue ភូកូលណាបាទ g o g r grape green grass grow ណាយើងមើល grape នេះតំពាំងប៊ីជូ green នេះពណ៌បៃតង grass នេះស្មៅ grow នេះលូតលាស់អញ្ចឹងគឺ g r គឺសំឡេងក្រឹកហើយណាបាទបាទតទៅទៀតគឺ pl គឺផ្លឹកបាទឃើញទេផ្លឹក plane បាទផ្លឹក plane យន្តហោះបាទផ្លឹក plan ណា plan រុក្ខជាតិឬក៏ស្ទូងណាបាទផ្លឹក plate នេះយើងប្រើចានកំប៉ែតហ្នឹងណាបាទផ្លឹក please យើងប្រែថាពាក្យកុសលណាផ្លឹក please ផឹកនឹងរៈប្រៈណាបាទប្រៈ brin ប្រែថាបោះពុំហ្នឹងណាបាទ brin បាទ prize នំពាន់ប្រៈ proud ណាគេនេះជាសំឡេងប្រៈទៅទាំងអស់បើចំណែកនេះតទៀតគឺសំឡេងស្ក sc គឺស្ក scarf school skip scooter ណាស្កទាំងអស់ sk sc សំឡេងតែមួយណាស្កបាទតែពាក្យផ្សេងគ្នាណាបាទគឺសំឡេងតែមួយស្កនេះស្កដែរណាបាទស្ក sky មេឃហ្នឹងស្ក skip រំលងបាទស្ក skate ស្បែកជើង ski ស្បែកជើងមានកង់ណាបាទស្កនេះយើងប្រែថាសំពត់បាទ sl គឺស្លឹកស្លាយយើងប្រែថាក្តាររំអិលស្លឹក slip ដេកពួនបាទ slow នេះយើងប្រែថាយឺត
គឺសលេងស្លើណាបាទ SM គឺស្មើស្មើស្មៃស្មើ smoke ស្មើ small ស្មើ smell ណាបាទគឺសលេងស្មើ SM ណាបាទស្មើស្មៃនេះញញឹម smoke នេះប្រែថាជក់បារីឬក៏ផ្សែងបាទគេកន្លែងខ្លះគេដាក់ថា no smoke មានន័យថាហាមជក់បារីបាទឥឡូវនេះ small តូចទំហំតូច smell យើងប្រែថាក្លិនណាបាទ SN ស្នឹកបាទ SN គឺស្នឹក snake ពស់ណាបាទ snow ព្រិល snail តាខ្យងណាគឺសំឡេងស្នឹកណាបាទយើងអាចប្រកបវាបានហើយ SP គឺស្ពឹក spoon ស្លាបព្រា spider ពីងពីង spot ស្នាមអុចបើអុចហ្នឹងគេហៅ spot ហ្នឹងណាបាទឬក៏ចំណុចណាបាទ speak យើងប្រែថានិយាយ speak យើងប្រែថានិយាយណា speak បាទ ST គឺសំឡេងស្ទឹកពីនេះស្ទឹក star ពីនេះស្ទឹក stop បាទ stop កន្លែងគេដាក់តាមផ្លូវមានន័យថាឈប់សិនមើលឆ្វេងមើលស្ដាំសិនសូមយើងឆ្លងទោះបីវាមានឬក៏គ្មានអីនៅខាងមុខក៏ដោយគឺឈប់សិនណាអត្ថន័យនៃពាក្យ stop នៅតាមផ្លូវណាគេទៅសេអក្សរក្រហមបាទដាក់នៅផ្ទាំងក្រហមតាមផ្លូវបាទឃើញហើយ stone នេះយើងប្រែថាដុំថ្មណា step នេះជំហានដំណាក់កាលណាបាទ SW គឺស្វឹកswing តងស្វឹក swim ហែលស្វឹក sweet ផ្អែមបងអែមបាទ TR គឺត្រកត្រីដើមឈើត្រក train នេះយើងប្រែថារថភ្លើងឬក៏វឹកវើនត្រកនេះយើងប្រែថារថយន្តដឹកទំនិញធុនធំបាទ3អងហ្នឹងណាបាទ TW គឺធ្វឹកដូចជាពេលនេះធ្វឹក twin កូនភ្លោះស្អីតែស្តៀងគ្នាប៉ុន្តែវាមានមួយគូគេហៅថា twin ហើយបាទ12លេខ12 20គេនេះលេខ20តទៅទៀតគឺសលេងឆក់បាទឆក់ chair ឆក់ cheese ឆក់ chicken នេះយើងប្រែសាច់មាន់ cheese នេះយើងប្រែថា cheese ហ្នឹងហើយ chair យើងប្រែថាអីណាបាទស័ក10បាទគេ10យើងប្រែនេះវាស៊ូប្រែស្បែកជើង10ប្រែសត្វជៀមសាកយើងប្រែថាត្រីឆ្លាមបាទទីអីនេះយ៉ាប់ជាងគេពិបាកចាំជាងគេដោយសារវាចេញជាសំឡេង2ពេលខ្លះវាចេញជាស័កពេលខ្លះវាចេញជាដស័កនិងដស័កដណាពេលណាសួរថាពេលណាចេញសំឡេងស័កពេលណាចេញសំឡេងដយើងពិបាកចំគឺយើងត្រូវបើកវចនានុក្រមមើលសមិទ្ធសញ្ញាសំឡេងវាសូមបញ្ជាក់ម្ដងទៀតនិមិត្តសញ្ញាសំឡេងនៅក្នុងវីដេអូរបស់ខ្ញុំមានបង្ហាញដែរណាមាន4មេរៀនតទៅនឹងនិមិត្តសញ្ញាសំឡេងទាំងអស់ហ្នឹងគឺនេះគឺយើងអានថាស័កមានន័យដូចលេខ0វះពោះហ្នឹងគឺស័កឯងបាទដូចលេខ6បញ្ជាឲ្យក្បៀសពីលើបន្តិចហ្នឹងគឺដឯណាបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចចំណាំបានណាបាទចំណាំបាននិមិត្តសញ្ញាសំឡេងទេបាទការអាននេះតើយើងទៅបើកមើលវាបានអាចអានត្រូវបាទហ្នឹងវារៀងចាប់ចំណាំបន្តិចបាទសំហើយបើសិនជាអ្នកទាំងអស់គ្នាមានវិធីចំណាំអីជួយ comment ប្រាប់ខ្ញុំផងខ្ញុំសួរខ្ញុំចែកម្លែកតទៅទៀតណាបាទអ្វីដែលខ្ញុំបានរៀនពីមុនមកគឺខ្ញុំពិបាកចំណាំមែនតើតើខ្ញុំបើកនិមិត្តសញ្ញាសំឡេងវាបាទខ្ញុំអាចបែងចែកដាច់ណាបាទអញ្ចឹងតទៅទៀតគឺ PX គឺសំឡេងហ្វឹកទេណាបាទមិនមែនផឹកទេគឺហ្វឹកបាទហ្វឹក phone ហ្វឹក photo ហ្វឹក dolphin គេណាបាទនេះយើងនិយាយទៅលើពាក្យភាសាអង់គ្លេសទេបើតែសិនជាសេឈ្មោះគឺចេញផឹកអីណាបាទប៉ុន្តែបើនៅក្នុងពាក្យនៅក្នុងភាសាអង់គ្លេសជាក់ស្ដែងគឺហ្វឹកទេណាបាទយើងត្រូវចំណាំឲ្យច្បាស់ WA គឺវឹកណាបាទវឹក well វឹក will វឹក van វឹក why ឃើញទេបាទគឺសលេងវឹកទាំងអស់ well ត្រីបលែន will នេះកង់រថយន្ត van នេះពេលណា why បសបាទចុងក្រោយគឺកូនបើ WO គឺសំឡេងរៈបាទឃើញទេប្លែកចឹងបាទរៈរាយសរសេររៈរីសកដៃរៈរងខុសកំហុសណា
បាទអញ្ចឹងគឺជាតួអក្សរដែលផ្សំទៅវាចេញជាសំឡេងផ្សេងគ្នាណាបាទអញ្ចឹងនៅក្នុងតួអក្សររាយនីមួយៗគឺខ្ញុំបានបង្ហាញរួចអស់ហើយណានៅក្នុងមេរៀនទី1ហើយក្នុងមេរៀនទី2នេះគឺជាផ្នែកទី3នៃសំឡេងតួអក្សរផ្សំណាបាទនៅក្នុងភាសាអង់គ្លេសបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានណាហើយសូមអ្នកទាំងអស់គ្នាជួយចែកម្លែកវីដេអូហ្នឹងទៅកាន់អ្នករៀនអង់គ្លេសផ្សេងទៀតផងដែលទើបចាប់ផ្ដើមសិក្សាហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចជួយចុច Subscribe នៅក្នុងវីដេអូរបស់ខ្ញុំបាទផងដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូបន្តទៀតជូនទៅដល់អ្នកទាំងអស់គ្នាណាបាទសូមអរគុណច្រើនបាទសូមជម្រាបលា